តាការពីនេះកសែងឲ្យត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរគេពីនេះយ៉ាងដូចនេះជម្រាបសួរបងប្អូនទាំងអស់គ្នាដែលសារតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់ហើយដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនម្ដងទៀតពីរបៀបពីនេះកសែងឲ្យត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរគេថាបងអ្នកមីងលោកអ៊ំស្ត្រីយើងមួយចំនួនធំប្រកាសជាចេះពីនេះហើយក៏ធ្លាប់ពីនេះកសែងទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗដែរប៉ុន្តែដល់ឡែកក៏នៅមានបងប្អូនស្ត្រីយើងមួយចំនួនក៏គាត់អត់ទាន់ចេះពីនេះឬក៏ពីនេះមិនត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរបងប្អូនចាអញ្ចឹងខ្ញុំសូមបង្ហាញការពីនេះរបស់បងប្អូនយើងមួយចំនួនដែលខ្ញុំធ្លាប់ឃើញចាបងប្អូនមួយចំនួនគឺគាត់ពីនេះដាក់កន្សែងចាកមកខាងស្មាខាងស្ដាំហើយបត់មកក្រោយចាគឺបែបនេះចាយើងមើលទៅគឺវាមិនជាឆ្កងអីទេបងប្អូនក៏ប៉ុន្តែជាក់ស្ដែងគឺវាអត់ត្រូវទេការពីនេះកន្សែងគឺគេអត់កងមកលើស្មាខាងស្ដាំទេការពីនេះដែលត្រឹមត្រូវគឺយើងកងមកលើស្មាខាងឆ្វេងចាហើយមួយវិញទៀតចាការពីនេះបងប្អូនមួយចំនួនគឺគាត់ធ្វើចាគឺគាត់មានតែគាត់ពីនេះនៅស្មាខាងឆ្វេងដែរប៉ុន្តែចាគឺបែបនេះមានន័យថាចុងកន្សែងមកវែងចាបងប្អូនមើលសមអត់ចាអត់សមទេគឺវាអត់សមហើយអត់ត្រូវទៀតតែសារកតុយកន្សែងនេះគឺវាមកវែងជ្រុលចាវែងលើគូហើយមួយវិញទៀតចាគឺបែបនេះចាបងប្អូនមើលតើវាតំណងសមស្អាតអត់ចាការពីនេះបែបហ្នឹងក៏អត់ត្រូវដែរដោយសារតែកតុយកន្សែងខាងមុខនេះគឺវាខ្លីពេកចាបងប្អូនចំពោះការពីនេះដែលត្រឹមត្រូវគឺកតុយកន្សែងដែលយើងដាក់ទម្លាក់មកខាងមុខគឺត្រូវតែសមល្មមក្រោមចាដើមទ្រូងបន្តិចចាក្របលើទ្រូងហើយក្រោមទ្រូងបន្តិចមិនវែងពេកហើយក៏មិនខ្លីពេកដែរចាគឺមកសមល្មមក្របទ្រូងបន្តិចបន្ទាប់មកគឺយើងយកកតុយកន្សែងមួយចំហៀងទៀតដាក់ពាត់ពីលើស្មាខាងឆ្វេងទម្លាក់ទៅខាងក្រោយបងប្អូនចាហើយយើងសេរីឲ្យសមល្មមស្អាតត្រឹមត្រូវទៅបន្ទាប់មកគឺអាចប្រើចាមកចូលខ្ទាស់ឬមួយក៏ស៊ីងដើម្បីយើងដាក់ខ្ទាស់នៅកន្លែងនេះនិងខ្ទាស់នៅខាងក្រោយនោះទៀតដើម្បីឲ្យវាជាប់ងាយស្រួលពេលដែលបងប្អូនដើរឬក៏ងាកឆ្វេងងាកស្ដាំធ្វើចលនាអីទៅកន្សែងហ្នឹងវាអត់ដូរទ្រង់ទ្រាយឬក៏វាធ្លាក់ចុះចំពោះកតុយកន្សែងខាងមុខនិងកតុយកន្សែងខាងក្រោយគឺត្រូវឲ្យស្មើគ្នាចាគឺមុខក្រោយគឺឲ្យស្មើគ្នាចានេះខ្ញុំជម្រាបជូនបងប្អូនថាមុខក្រោយស្មើគ្នាប៉ុន្តែដល់ឡែកកន្សែងនេះខ្ញុំនេះគឺវាអត់ស្មើទេវាវែងជ្រុលដោយសារតែពេលដែលកាត់ហ្នឹងអត់បានវាស់ខ្លួនអត់ត្រឹមត្រូវអញ្ចឹងទៅមករៀងជ្រុលតិចអត់បានយកទៅកែទៅកាត់ចេញវិញបងប្អូនចាអញ្ចឹងតែការពីនេះដែលត្រឹមត្រូវគឺបញ្ជាក់ជូនបងប្អូនម្ដងទៀតកតុយកន្សែងខាងមុខគឺយើងដាក់នៅខាងក្រោមកន្សែងដែលយើងកងនៅខាងលើនេះខាងក្រោមហើយក្របលើទ្រូងចាទាញឲ្យស្មើក្រោមទ្រូងបន្តិចខាងកតុយខាងមុខនិងកតុយខាងក្រោយគឺត្រូវតែស្មើគ្នានេះគឺជារបៀបពីនេះដែលត្រឹមត្រូវទៅតាមក្បួនខ្នាតខ្មែរចាអរគុណបងប្អូនចាសង្ឃឹមថាវីដេអូមួយនេះនឹងបានជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាអរគុណជម្រាបលា